ថ្លែងក្នុងពិធីអបអរសាទរសមិទ្ធផលដៃគូសហគមន៍និងការបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជាប្រចាំស្រុកស្អាងរយៈពេល18ឆ្នាំចាប់តាំងពីឆ្នាំ2007មកដល់ឆ្នាំ2025នៅបរិវេណវិទ្យាល័យហ៊ុនសែនស្អាងនាថ្ងៃទី5ខែកញ្ញាឆ្នាំ2025ឯកឧត្តមប្រាក់សារ៉ាតអភិបាលរងខេត្តកណ្ដាលបានថ្លែងអំណរគុណនិងកោតសរសើរចំពោះអង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជាប្រចាំស្រុកស្អាងដែលបានបំពេញបេសកកម្មរបស់ខ្លួនរយៈពេល18ឆ្នាំកន្លងមកប្រកបដោយជោគជ័យនិងទទួលបានសមិទ្ធផលធំៗជាច្រើនគួរឲ្យកត់សម្គាល់ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថាកម្មវិធីតំបន់ស្រុកស្អាងមានគោលដៅចង់ឲ្យកុមារនិងយុវជនទាំងអស់ទទួលបាននូវសុខភាពល្អទទួលបាននូវការអប់រំដែលមានគុណភាពនិងបំណិនជីវិតដើម្បីក្លាយជាពលរដ្ឋល្អនិងជាអ្នកដឹកនាំដែលមានសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពឯកឧត្តមអភិបាលរងខេត្តបន្តទៀតថាដើម្បីសម្រេចគោលដៅនេះកម្មវិធីតំបន់គោលដៅស្រុកស្អាងបានធ្វើការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិនិងសហគមន៍ដូចជាមន្ទីរសុខាភិបាលខេត្តមន្ទីរអភិវឌ្ឍជនបទខេត្តមន្ទីរអប់រំយុវជននិងកីឡាខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្តបានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកស្អាងបន្តដឹកនាំជ្រោមជ្រែងនិងជួយគាំទ្រយកចិត្តទុកដាក់បន្ថែមដើម្បីក្លាយជាក្រុមការងារស្នូលសម្ដៅសម្រាប់សម្រួលការឆ្លើយតបលើចំណុចខ្វះខាតការបំពេញសមត្ថភាពរបស់គណៈកម្មការក្រុមសហគមន៍និងការប្រឹក្សាយោបល់ផ្សេងៗដើម្បីឲ្យក្រុមទាំងនោះនៅតែបន្តធ្វើការរួមគ្នាក្នុងសហគមន៍ដើម្បីពង្រីកសក្តានុពលរបស់គេសម្ដៅឆ្លើយតបភាពងាយរងគ្រោះរបស់កុមារនៅក្នុងសហគមន៍ឲ្យមាននិរន្តរភាពលោក Jenny Emmanuel Ginting នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជាបានឲ្យដឹងថាមូលហេតុដែលអង្គការបញ្ចប់គម្រោងគឺមានហេតុផលចម្បងមួយចំនួនគឺជាអាណត្តិរបស់កម្មវិធីដែលបានកំណត់ទុក18ឆ្នាំលោកនាយកប្រតិបត្តិបន្តថាដើម្បីឲ្យកុមារគ្រួសារនិងសហគមន៍របស់ពួកគាត់ទទួលបានការអភិវឌ្ឍនិងផ្លាស់ប្ដូរអរិយាប័ត្រជាវិជ្ជមាននៅក្នុងគ្រួសាររបស់សហគមន៍ត្រូវបានដោះស្រាយប្រកបដោយបរិយាបន្នពិសេសសហគមន៍ត្រូវមានភាពរឹងមាំនិងមានភាពម្ចាស់ការនិងផ្ដល់លទ្ធភាពដល់តំបន់ដទៃទៀតនៅទូទាំងប្រទេសបានទទួលឱកាសក្នុងការអភិវឌ្ឍផងដែរ